ស្រឡាញ់សរសៃឈាមស្រឡាញ់បេះដូងស្រឡាញ់ថ្លើមកុំឲ្យមានខ្លាញ់កុំឲ្យមានស្ករលើកុំភ្លេចតាមដានវីដេអូមួយនឹងរហូតដល់ចប់បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនអត់មានអ្វីដែលការពារនៅក្នុងពេលបច្ចុប្បន្ននឹងទេបងប្អូននឹងមានហានិភ័យមិនថាទឹកនោមផ្អែមមិនថាឡើងឈាមមិនថាមហារីកឬក៏ខ្លាញ់រោមបេះដូងដោយសារអាហារដែលបងប្អូនញ៉ាំចូលជាប្រចាំគឺបងប្អូនអត់រសចាកឆ្ងាយពីគីមីទេមិនថាបន្លែផ្លែឈើត្រីសាច់គឺសម្បូរទៅដោយគីមីជាតិពុលច្រើនឬក៏អាហារដែលប្រែរូបអាហារកែច្នៃឬក៏របស់ផ្អែមៗដែលបងប្អូនញ៉ាំចូលថ្ងៃហ្នឹងបងប្អូនមានសំណាងនឹងមកដឹងពីពលមានលម្អិតជាមួយនឹងគេហៅថាកាកសរសៃ fiber ម្យ៉ាងដែលវាជួយតកតងទៅនឹង control មិនថាខ្លាញ់មិនថាស្ករនៅក្នុងរាងកាយបងប្អូនគឺឲ្យមក normal ធម្មតាហើយបងប្អូនអរគ្នាត្រូវចាំថារាងកាយរបស់មនុស្សយើងត្រូវការអាហារក្រុមកាកសរសៃខ្លាំងមែនតើវាជួយតកតងនឹង control ខ្លាញ់ control ស្ករកុំឲ្យបងប្អូននឹងមានបញ្ហាលើព្រោះអាហារកាកសរសៃវាជួយកាត់បន្ថយការរលាកអាហារកាកសរសៃវាជួយ control តកតងទៅនឹងរាងកាយដែលយើងមានបញ្ហាលើឬក៏មានបញ្ហាខ្វះតកតងនឹងសរីរាង្គបងប្អូនអរគ្នាថ្ងៃហ្នឹងគឺមានសំណាងត្រង់អីគឺបងប្អូនបានដឹងជាមួយនឹងគេហៅថាគន្លឹះនៅក្នុងការថែទាំបេះដូងគន្លឹះនៅក្នុងការថែទាំសុខភាពជាមួយនឹង BioSlice BioSlice គឺជាប្រភេទអាហារបែបឱសថគេហៅថា Nutraceutical បងប្អូនអរគ្នាដែលបច្ចុប្បន្ននឹងចរាចរជាង75ប្រទេសហើយបងប្អូនអរគ្នាញ៉ាំចូលគឺមានសុវត្ថិភាពដោយសារអីបច្ចុប្បន្នគឺ PDR បានដាក់បញ្ចូលជាមួយនឹង BioSlice ហើយបងប្អូនអរគ្នា BioSlice គឺបានរាប់បញ្ចូលនៅក្នុងសៀវភៅ PDR គឺជាតម្រាពេទ្យឬក៏តម្រាដុកទ័រនៅលើពិភពលោកដែលគេប្រើតាក់ទងជាមួយនឹងមិនថាប្រភេទអាហារបំពន់មិនថា supplement ឬក៏ប្រភេទថ្នាំអីទេដែលបងប្អូនញ៉ាំចូលទៅមានសុវត្ថិភាពត្រង់ថារាល់ផលិតផលក៏ដូចជាឱសថណាដែលបានដាក់ចូលក្នុងសៀវភៅហ្នឹងគឺគេធានាអះអាងថាមានសុវត្ថិភាពតាក់ទងនឹងសុខភាព 100% ហើយបងប្អូនអរគ្នានៅក្នុង BioSlice ហ្នឹងមួយកញ្ចប់គឺសម្បូរទៅដោយការសរសៃ fiber រហូតដល់ទៅ 3.7 ក្រាមចឹងបងប្អូនទទួលទានចូលទៅបងប្អូននឹងរស់ចាកឆ្ងាយពីបញ្ហាខ្លាញ់ស្ករនៅក្នុងរាងកាយសំណួរសួរថាតើ BioSlice នឹងវាជួយអីខ្លះតើតើនៅនឹងរាងកាយបងប្អូនមកតាមដានទាំងអស់គ្នាតើតើនឹង BioSlice បងប្អូនអរគ្នាវាជួយរឿងទី1គឺតើតើជាមួយនឹងបញ្ហាដែលបងប្អូនវាជួយទប់ស្កាត់តើតើនឹងការស្រូបយក cholesterol ឡើងវិញនៅក្នុងកាបេះពោះវៀនបងប្អូននៅស្រែតែកណ្ដាលកាបេះពោះវៀនបងប្អូនមានបញ្ហាលេខមានបញ្ហាតើតើទៅនឹងបានន័យថាការរំលាយអាហារបងប្អូនមានបញ្ហាគឺជំងឺអីផ្សេងៗគឺពិបាកនៅក្នុងការព្យាបាលមែនតើអញ្ចឹង BioSlice ហ្នឹងគឺវាជួយទប់ស្កាត់វាជួយកាត់នៅការស្រូបយក cholesterol ឡើងវិញនៅក្នុងកាបេះពោះវៀនហើយចំណុចមួយទៀតបងប្អូនអរគ្នា BioSlice ហ្នឹងគឺវាជួយទប់ស្កាត់ការស្រូបយក cholesterol ពីអាហារក្រោយពីការរំលាយបានសេចក្តីថាពេលដែលបងប្អូនញ៉ាំអាហារអីក៏ដោយមិនថាអាហារព្រឹកថ្ងៃឬក៏ល្ងាចទេបងប្អូនញ៉ាំ BioSlice ហ្នឹងមួយកញ្ចប់15នាទីបងប្អូននឹងទទួលបាននៅសុខភាពល្អអត់ខាតខ្លាចថាអាហារនឹងមានខ្លាញ់ច្រើនអាហារនឹងមានស្ករច្រើនទេគឺបងប្អូនមានអង្គរៈទឹកចាប់ហើយបងប្អូនអរគ្នាគឺ BioSlice នឹងឯងគឺវាជួយចាប់ពពុះខ្លាញ់ cholesterol ហ្នឹងហើយមួយទៀតបងប្អូនអរគ្នាគឺវាជួយកាត់បន្ថយ cholesterol ដែលផលិតទៅដោយថ្លើមបានន័យថាពេលដែលបងប្អូនញ៉ាំអីចូលទៅមិនថាគ្រឿងកំប៉ុងមិនថាភេសជ្ជៈបងប្អូនចំណាំមើលពេលដែលបងប្អូនញ៉ាំហើយពេលដែលបងប្អូនបាត់ជើងមកគឺមានពណ៌ទៀតតែស្អីថ្លើមវាមានតួនាទីច្រោះរាល់សារធាតុទាំងអស់ហ្នឹងអញ្ចឹងបងប្អូនអរគ្នារាល់ខ្លាញ់រាល់ស្ករដែលបងប្អូនញ៉ាំទៅឆ្លងកាត់គឺបាន BioSlice ហ្នឹងគឺវាជួយកម្ចាត់ឲ្យកុំឲ្យបងប្អូនមានបញ្ហាខ្លាញ់ហើយមួយទៀតបងប្អូនអរគ្នាគឺវាជួយពង្រឹងនៃការបំបែកអង់ស៊ីមនិងកម្ចាត់ cholesterol ហ្នឹងអាក្រក់ចេញពីរាងកាយបានន័យថាបងប្អូននឹងមានអ្វីមួយយ៉ាងដែលជួយកាត់គេហៅថា LDL ខ្លាញ់អាក្រក់បងប្អូនចេញពីរាងកាយសួរថា LDL ច្រើនធ្វើឲ្យបងមានវិបត្តិអីខ្លះឡើងសម្ពាធឈាមមានបញ្ហាកែងបេះដូងខ្លាញ់រោមថ្លើមគេហៅថាខ្លាញ់អាក្រក់ហ្នឹងបងប្អូនអរគ្នាអញ្ចឹងបងប្អូនទៅឆែកអាប់សុខភាពគឺគេដាក់ឲ្យមានប្រភេទ HDL LDL ប្រមាណគឺគេបញ្ជាក់ប្រាប់បងប្អូនហើយវាជួយតាក់ទងទៅនឹងបង្កើនកម្រិត cholesterol នៅក្នុងឈាមបានន័យថាពេលដែលបងប្អូនញ៉ាំ BioSlice នឹងចូលទៅបងប្អូនបានអត្ថប្រយោជន៍មួយទៀតគឺបានខ្លាញ់ល្អគេហៅថា HDL ហ្នឹងគឺវាជួយសុខភាពរាងកាយបងប្អូនកុំឲ្យមានបញ្ហាតាក់ទងនឹងខ្លាញ់លើសនៅក្នុងសរីរាង្គហើយចំណុចចុងក្រោយបងប្អូនអរគ្នាគឺវាកាត់បន្ថយនៃការកើនឡើងជាតិស្ករក្នុងសរសៃឈាមក្រោយបងប្អូនទទួលទានអាហារដោយរូបខ្ញុំបានបញ្ជាក់ពីខាងដើមបងប្អូនអរគ្នាបងប្អូនគ្រាន់តែក្រឡុកញ៉ាំ BioSlice មុន15នាទីអាហារមុនអាហារហ្នឹងបងប្អូនអត់មានភ័យខ្លាចស្ករអត់មានភ័យខ្លាចខ្លាញ់លើសនៅក្នុងសរីរាង្គទេអញ្ចឹងតាក់ទងទៅនឹង BioSlice នេះបងប្អូនអរគ្នាប្រៀបដូចជាសំណាញ់មួយដែលចាំច្រោះតើតើនឹងខ្លាញ់ស្ករពេលដែលបងប្អូនញ៉ាំអាហារចូលទៅវាគឺជាអង្គរៈវាគឺជាសំណាញ់មួយយ៉ាងដែលចាំទប់ខ្លាញ់ស្ករដែលលើសកុំឲ្យចូលទៅក្នុងរាងកាយបងប្អូនអស្ចារ្យបងប្អូនអរគ្នាគឺអស្ចារ្យខ្លាំងមែនតើហើយអ្វីដែលរឹតតែអស្ចារ្យមួយទៀតបងប្អូនអរគ្នាបើសិនជាបងប្អូនមានឯកសារឈាមប៉ុន្តែបងប្អូនញ៉ាំ BioSlice ហ្នឹងបងប្អូនមានរេស្តាឈាមទៀតគឺរឹតតែល្អមែនតើបងប្អូនមុនញ៉ាំក្រោយញ៉ាំបងប្អូនទៅឆែកមើលបងប្អូននឹងទទួលបាននៅរេស្តាឈាមមួយដែលស្អាតមិនថាខ្លាញ់មិនថាស្ករគឺមកnormalធម្មតាតែម្ដងបងប្អូនចង់ច្បាស់អាចសាកសួរលម្អិតនៅក្នុងវីដេអូនេះបានអរគុណច្រើនបងប្អូនអរគ្នាដែលតាមដានវីដេអូរូបសម្បត្តិរហូតដល់ចប់ជម្រាបលាបាទ